សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះម៉ាក់នាំមកជូនវីដេអូមួយដ៏សប្បាយរីករាយរបស់អូនរាជកំពុងតែលេងនៅផ្ទះយ៉ាងសប្បាយរីករាយថ្ងៃនេះអូនរាជមានល្បែងថ្មីគួរឲ្យស្រឡាញ់ខ្លាំងណាស់គឺលេងធ្វើទីងមងនិងលេងបាល់ជាមួយនឹងបងដំបងអូនរាជគាត់យកកន្ត្រកមកគ្របលើខ្លួនហើយធ្វើជាលាក់ខ្លួនពីម៉ាក់អូនឈរនៅក្រោមកន្ត្រកហើយព្យាយាមធ្វើឲ្យម៉ាក់រកមិនឃើញពេលម៉ាក់ហៅថាអូនរាជនៅណាហ្នឹងអូនរាជក៏សើចខ្លាំងហើយលេងធ្វើទីងមងយ៉ាងគួរឲ្យអស់សំណើចមែនតើតមកអូនរាជក៏ចាប់ផ្ដើមលេងបាល់អូនរាជហត់រកបាល់ហើយព្យាយាមទាត់វាទៅមុខយ៉ាងប្រឹងប្រែងមែនតើទោះបីជាទាត់អត់ត្រូវបាល់ក៏ដោយក៏អូននៅតែសប្បាយចិត្តហើយរត់ទៅទាត់តតែត្រូវរាល់ជំហានតូចរបស់អូនបង្ហាញថាអូនកំពុងរៀននិងអភិវឌ្ឍខ្លួនរាល់ថ្ងៃម៉ាក់មើលអូនលេងហើយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើពេលឃើញអូនរត់លេងសើចនិងមានសេចក្តីរីករាយបែបនេះវាជាសុភមង្គលដ៏ធំសម្រាប់ម៉ាក់មិនចាំបាច់មានអីធំដុំទេគ្រាន់តែឃើញកូនមានសុខភាពល្អនិងសប្បាយរីករាយក៏ធ្វើឲ្យម៉ាក់មានកម្លាំងចិត្តរាល់ថ្ងៃដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់អូនរីបើអ្នកទាំងអស់គ្នាស្រឡាញ់សកម្មភាពគួរឲ្យស្រឡាញ់របស់អូនជួយចុច like comment និង subscribe ដើម្បីគាំទ្រ channel របស់យើងផងណាជួបគ្នានៅវីដេអូបន្តទៀតអូខេបាយបាយ